bảnพิธีសា7 យ៉ាងដែលធ្វើឲ្យបងប្អូនបានគេងលក់ហើយស្រួលលឿនជាងមុនផងដែរសម្រាប់បងប្អូនយើងគាត់ពិបាកក្នុងការគេងគាត់គេងមិនសូវលក់បាទគាត់ច្រើនជាដើមបាទហើយគាត់ stress ជាដើមបាទគេងមិនលក់បកមិនឡើយជាដើមបាទឬក៏បងប្អូនមួយចំនួនទៀតបាទគាត់គេងបានច្រើនម៉ោងដែរបាទដូចខ្ញុំប្រាប់ថ្ងៃមុនណាឲ្យគេងឲ្យបានប្រហែលម៉ោងក៏គេងបានច្រើនដែរប៉ុន្តែគាត់គេងវាមិនស្កប់បាទគេងក្រោកមកជឹកក្បាលវិលមុខដដាលអញ្ចឹងណាបាទចឹងគឺខ្ញុំអនុវត្តតាមវិធីសាស្ត្រ7 យ៉ាងហ្នឹងគឺមិនមែនខ្ញុំអនុវត្តតាមទាំងអស់ទេតែខ្ញុំអនុវត្តមុននឹងខ្ញុំស្រាវជ្រាវហ្នឹងគឺខ្ញុំអនុវត្តមួយឆ្នាំហើយបងប្អូនខ្ញុំក្រោកគេងពេលព្រឹកឬក៏ខ្ញុំឆាប់ចូលគេងហ្នឹងវាចូលមួយឆ្នាំជាងហើយអញ្ចឹងខ្ញុំបែងចែករំលែកអ្វីដែលខ្ញុំអនុវត្តទៅបានផលបើមិនខ្ញុំធ្វើទៅមិនបានផលខ្ញុំអត់ហ៊ានយកមកចែករំលែកទេខ្លាចបងប្អូនធ្វើតាមទៅមិនបានអានេះខ្ញុំធ្វើទៅបានផលពិតមែនបាទទី1ដើម្បីឲ្យយើងគេងលក់ស្រួលឬក៏ឆាប់ក្រោកបងប្អូនត្រូវតែវិភាគក្នុងការគេងរបស់យើងបងប្អូនចូលគេងម៉ោងប្រហែលម៉ោង11យប់ម៉ោង12យប់បងប្អូនត្រូវតែចូលគេងម៉ោងស្មើនឹងបានបងប្អូនក្រោកពីគេងម៉ោងស្មើណាបងប្អូនត្រូវតែក្រោកនៅម៉ោងស្មើនឹងឲ្យទៀងពេលឲ្យទៀងទាត់ឲ្យសរីរាង្គកាយរបស់យើងនេះវាសមស្របនៅតាមអ្វីដែលសមស្របឬក៏ចិត្តសមរបស់យើងនេះគឺវាសមផងអញ្ចឹងបើសិនជាបងប្អូនជួនកាលក៏គេងម៉ោងនេះជួនកាលគេងម៉ោងនោះភាពសមរបស់យើងវាអត់សមទេបងប្អូនតន់ខ្ញុំនិយាយទេបាទទី2បងប្អូនបង្កើតបន្ទប់គេងរបស់យើងនេះគឺបាទឲ្យវាងាយស្រួលក្នុងការគេងបងប្អូនធាតុអាកាសក្នុងការគេងនេះគឺសំខាន់មែនទែនបើសិនជាវាក្តៅពេកបាទ30 អង្សាក៏យើងពិបាកក្នុងការគេងដែរយើងបន្ថយវាមក20 អង្សាឬក៏យ៉ាងខ្លាំង25 អង្សាទៅ26 អង្សាយើងគេងលក់ស្រួលហើយអានេះតាមលេវ៉ាដែលខ្ញុំគេងផ្ទាល់បាទតែបើសិនជាបងប្អូននៅថាគាត់មានលទ្ធភាពគាត់មានសិនជាមានអីគាត់ដាក់សិនជាទៅអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនស្ដាយលុយមិនហ៊ានដាក់សិនជាដាក់ចង្ហាដូចខ្ញុំទៅអញ្ចឹងណាបាទបងប្អូនវាស៊ីភ្លើងធំពេកអញ្ចឹងក៏ដាក់ចង្ហាខ្លះបើសិនក្តៅខ្លាំងចាំដាក់សិនជាបាទអញ្ចឹងគឺល្អដែរបាទអាហ្នឹងគឺទីសមចៃបាទទី3បងប្អូនជៀសវាងអំពូលភ្លើងពើខៀវអំពូលភ្លើងពើខៀវវាដូចជាភ្លើងទូរស័ព្ទរបស់យើងបាទហ្នឹងហើយឬក៏ទូរស័ព្ទរបស់យើងលេងបាទហ្នឹងហើយបាទអញ្ចឹងបងប្អូនមុននឹងយើងចូលគេយើងកាត់បន្ថយការលេងទូរស័ព្ទឲ្យបាន1 ម៉ោងមុនឬក៏យើងមើលពលឺទូទស្សន៍បាទ1 ម៉ោងមុនឬក៏កុំព្យូទ័របងប្អូននិយាយរួមទៅជាប្រភេទភ្លើងពើខៀវបងប្អូនបាទឲ្យបានមុន1 ម៉ោងមុនពេលយើងចូលគេគឺវាគេលក់ស្រួលហើយបាទទី4បាទបងប្អូនជៀសវាងបាទការញ៉ាំជាតិអាល់កុលមុនពេលចូលគេងឬក៏កាហ្វេអ៊ីនបាទហ្នឹងហើយបាទមុនពេលចូលគេងបាទហ្នឹងហើយបាទនៅពេលរសៀលឬក៏មុនពេលយើងចូលគេងនិយាយទៅពេលដែលយើងញ៉ាំកាហ្វេនៅពេលរសៀលពិបាកក្នុងការគេងបើសិនជាបងប្អូនញ៉ាំកាហ្វេស្រាលៗបើសិនជាបងប្អូនញ៉ាំកាហ្វេធ្ងន់ដូចខ្ញុំពិបាកក្នុងការគេងដែរតែសម្រាប់ខ្ញុំវាធម្មតាហើយអញ្ចឹងណាបាទអញ្ចឹងកាហ្វេហ្នឹងគឺវាប៉ះពាល់ដល់ការគេងបើសិនជាបងប្អូនចង់ឡើងគីឡូក៏មិនឡើងគីឡូដែរបើសិនជាបងប្អូនញ៉ាំកាហ្វេច្រើនណាបាទទី5អនុវត្តលំហាត់ប្រាណប្រចាំថ្ងៃអានេះគឺខ្ញុំតែងតែធ្វើដែរបងប្អូនយ៉ាងម៉េចក៏យើងមិនបានហាត់ប្រាណយកសាច់ធំសាច់អីទេគ្រាន់តែក្រោកទៅដើរឬក៏ពេលល្ងាចយើងយឺតដៃយឺតជើងពត់ដៃពត់ជើងបាទលោតនេះលោតនោះនិយាយទៅមកបែកញើសបន្តិចមកបងប្អូនកុំឲ្យជឿដៃជឿជើងឲ្យសរីរាង្គកាយរបស់យើងនេះគឺបាទងាយស្រួលក្នុងការគេងបាទឬក៏យើងភ្ញាក់ពេលព្រឹកទៅដើរក៏បានឬក៏ដើរពេលល្ងាចក៏បានហាត់ប្រាណក៏បានបើសិនជាបងប្អូនចូលចិត្តហាត់ប្រាណណាបាទទី6បាទបង្កើតរបៀបបាទមុនពេលចូលគេងបាទបងប្អូនឧស្សាហ៍អានសភៅបាទឬក៏ស្ដាប់លោកទេសនាបាទហ្នឹងហើយបាទឬក៏ងុយទឹកក្តៅបាទមុនពេលចូលគេងបាទហ្នឹងហើយបាទជួយដល់សម្រួលរាងកាយរបស់យើងបាទទី7គេឲ្យយើងគ្រប់គ្រងភាព stress បងប្អូនយកភាព stress ពីបារម្ភច្រើនគិតច្រើនបាទឈឺក្បាលវិលមុខstress បាទហ្នឹងហើយបាទពិបាកចិត្តរឿងស្នេហាសង្សារសម្បែកបែកម៉ាក់ស្នេហាបាទខូចចិត្តខ្ញុំជោគអស់ហើយបងប្អូនហើយបាទចឹងបងប្អូនមានតែអីទេបងប្អូនជាហាត់ប្រាណឬក៏អានសៀវភៅឬក៏កាត់បន្ថយអារម្មណ៍ស្ដាប់លោកទេសនាបាទតាមបើវីដេអូល្អកុំនៅជុំមនុស្សដែលគេគិតអវិជ្ជមានមានន័យថាគិតមិនល្អបងប្អូនខ្ញុំបើកវងកញ្ចក់កន្លែងហ្នឹងបន្តិចណាបាទវិជ្ជមានមានន័យថាយើងគិតល្អបាទសម្រាប់បងប្អូនដែលគាត់រៀនសូត្រគាត់នឹងដឹងហើយបាទអ្នកដែលមិនបានរៀនដូចខ្ញុំហ្នឹងគឺទ្រាំតែយល់ពាក្យនេះគឺឈឹកក្បាលដែរបាទទៅតែយល់បាទហ្នឹងហើយអញ្ចឹងបងប្អូនកុំភ្លេចជួយ like share បន្តផងដើម្បីទទួលបានព័ត៌មានបន្ថែមល្អៗជាមួយខ្ញុំបាទរាល់ថ្ងៃផងដែរបាទអូខេ
បើសិនជាបងប្អូនចង់ឧបត្ថម្ភខ្ញុំបងប្អូនអាចជាវីតាមីនដំឡើងគីឡូយកទៅប្រើប្រាស់បានសម្រាប់បងប្អូនយើងដែលគាត់កំពុងតែមានបញ្ហាស្គមខ្លាំងក្រពះពោះវៀនបាយមិនបានគេមិនលក់បាទក្តៅក្នុងក្តៅខ្លួនក្តៅសាច់ឈឺក្បាលវិលមុខស្ត្រេសគិតច្រើនចុកឆ្អល់ក្រពះពោះវៀនអីបាទផលិតផលនេះអាចជួយបានទាំងអស់តែម្ដងញ៉ាំដើម្បីឡើងគីឡូក៏បានញ៉ាំដើម្បីបាទព្យាបាលបញ្ហាចុកឆ្អល់ក្រពះពោះវៀនក៏បានដូចគ្នាតែម្ដងដែរបាទបងប្អូនមិនទាន់មិនយល់កន្លែងណាអាច comment ប្រាប់ខ្ញុំបានឬក៏ comment សួរខ្ញុំបានដោយសេរីអាចសាកសួរខ្ញុំបានដោយសេរីអត់មានបញ្ហាអីទេបាទអីវ៉ាន់មានលក់ទាំងនៅថៃខ្មែរកូរ៉េជប៉ុនស្រាប់តែម្ដងបងប្អូននៅទីណាកន្លែងណាក៏អាចកំងបានដូចគ្នាតែម្ដងមានស្តុំ14ប្រទេសស្រាប់បងប្អូនកំងតែមួយថ្ងៃពីរថ្ងៃបានអីវ៉ាន់ផលិតផលនេះញ៉ាំបានចាប់ពី13ឆ្នាំមកលើញ៉ាំដើម្បីឡើងគីឡូក៏បានញ៉ាំដើម្បីព្យាបាលបញ្ហាចុកច្អល់ក្រពះពោះវៀនក៏បានជំនួយទាំងសុខភាពជំនួយទាំងឡើងគីឡូណាបាទអរគុណច្រើនសម្រាប់ការតាមដាននេះផងអរគុណច្រើនជម្រាបលាបាយបាយ